នេះគឺជាកន្លឹះខ្លះៗដើម្បីបញ្ជាក់ថា page ឬក៏ Facebook page របស់យើងបើកដំណើរការឲ្យរកលុយផងដែរបាទពេលយូរអញ្ជើញទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទដំបូងគឺយើងត្រូវចូលក្នុង account profile របស់យើងបាទដែលមានរូប profile របស់យើងបងប្អូនតែមកទៀតយើងចុចចូលកន្លែងសញ្ញាត្រេ3ណាបងប្អូនបាទតែមកទៀតយើងត្រូវជ្រើសរើសយកពាក្យ page status បាទហើយបន្ទាប់មកទៀតយើងត្រូវ scroll វារកពាក្យថា recommendation បាទបន្ទាប់មកទៀតបងប្អូនត្រូវ scroll វាឡើងលើហើយបងប្អូនយកពាក្យ monetization ផងដែរបាទហើយបន្ទាប់មកទៀតបងប្អូនត្រូវមើលថាតើFacebook page របស់យើងនឹងវាមានload សញ្ញាផ្ទាំងពណ៌ខៀវដូចដែលខ្ញុំបានបង្ហាញអត់ប្រសិនបើ Facebook page របស់បងប្អូន load ផ្ទាំងពណ៌ខៀវដូចដែលខ្ញុំបានបង្ហាញអញ្ចឹងមានន័យថា Facebook page របស់បងប្អូនគឺអាចដំណើរការក្នុងការរលួយបានហើយក៏ប៉ុន្តែគឺយើងគ្រាន់តែរងចាំក្នុងការក្រុមហ៊ុន Facebook ទម្លាក់ tool មួយគឺ tool content monetization ដល់ពេលដែលគេឲ្យយើង set up កន្លែងហ្នឹងហើយគឺយើងអាចរលួយបានហើយបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងទេប្រសិនបើបងប្អូនចេះតែឆ្ងល់គិតថា Facebook របស់ខ្លួនឯងនោះអាចដំណើរការរលួយបានឬមួយក៏មិនអាចបើករលួយបានអញ្ចឹងបងប្អូនអាចមើលFacebook page របស់ខ្លួនឯងនៅកន្លែងនេះផងដែរបាទអរគុណច្រើនបើគិតថាមានប្រយោជន៍សូម share មួយបាទអូផ្លេចចង់បញ្ជាក់បងប្អូនតិចប្រសិនបើបងប្អូនឆែកមើលទៅឃើញទាំងរូបភាពនឹងមានពណ៌បែបនេះចឹងមានន័យថា Facebook ឬក៏ page របស់បងប្អូនមិនទាន់អនុញ្ញាតឲ្យបងប្អូននឹងធ្វើការរលួយទេចឹងប្រហែលជាអាចមានជាប់បញ្ហាអ្វីហើយបាទអរគុណច្រើនបាទបាយបាយ